ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកធ្វើបន្តោងសោរូបបេះដូងមានបូយ៉ាងខ្ជិលសម្រាប់ជុំទី1យើងធ្វើ magic ring 1បន្ទាប់មកយើងចាក់កន្ទុយកតចំនួន3រួចហើយយើងចាក់ជាមួយនឹងបង្គោលរបងវែងដែលហៅថា double crochet ចំនួន3បន្ទាប់មកយើងចាក់ double crochet ចំនួន3រួចហើយចាក់កន្ទុយកណ្ដាល1រួចបន្តចាក់3 double crochet បន្ទាប់យើងចាក់ triple crochet បង្គោលរបងវែងចំនួន3រួចធ្វើការចាក់កន្ទុយកណ្ដាលចំនួន3ហើយយើងធ្វើការចាក់បិទមុខរួចទាញខ្សែឲ្យតឹងឲ្យចេញរាងបេះដូងទាញឲ្យតឹងអ្នកទាំងអស់គ្នាកុំឲ្យនៅចំហនៅចំកណ្ដាលបេះដូងឲ្យសោះចាទាញឲ្យតឹងបានស្អាតរួចហើយយើងចាក់កន្ទុយកតមួយទៀតធ្វើការផ្ដាច់ជាមួយនឹងអំបោះហើយសម្រាប់ការចាក់នេះគឺយើងធ្វើបេះដូង snow កតាហ្នឹងចំនួន2ឥឡូវយើងបន្តចាក់មួយទៀតនៅពេលដែលយើងបានចំនួន2ហើយយើងធ្វើការផ្គុំចូលគ្នាហើយយើងចាក់ single crochet ជុំវិញនៅចំកណ្ដាលនេះយើងសើកអំបោះពណ៌ដដែលហ្នឹងហើយចាក់កន្ទុយកណ្ដាលមួយបន្ទាប់មក single crochet នៅក្នុងនឹងមួយហើយបានយើងផ្លោះទៅចាក់ single crochet នៅចំហៀងបេះដូងយើងសើកទៅតាមសរសៃអំបោះនៅផ្នែកខាងលើអ្នកទាំងអស់គ្នាធ្វើការចាក់បែបនេះឲ្យបានជុំវិញបេះដូងតែម្ដង single crochet សុទ្ធហ្មងហើយនេះយើងចាក់ដល់វគ្គបញ្ចប់គឺយើងធ្វើការកាត់ជាមួយនឹងអំបោះហើយចាប់ផ្ដើមចូលជួរទី3សម្រាប់ជួរទី3នេះគឺយើងបដូរពណ៌អំបោះអ្នកទាំងអស់គ្នាឆ្លាញ់ពណ៌អីដាក់ពណ៌នឹងបានហើយដំបូងចំកណ្ដាលបេះដូងហ្នឹងគឺយើងធ្វើការចាក់ច្បាក់មួយចាក់កន្ទុយកណ្ដាលនឹងមួយ single crochet មួយហើយបង្គោលរបងតឿមួយហើយយើងបន្តទៅចាក់ double crochet ចំនួន3នៅផ្នែកចំហៀងអំបោះសរសៃផ្នែកខាងក្រោយអញ្ចឹងយើងចាក់តែមាត់សរសៃផ្នែកខាងក្រោយនេះទេគឺចាក់ចំនួន3 double crochetនៅពេលដែលយើងចាក់គ្រប់ហើយចាប់ផ្ដើមចូល3 double crochet ដែរប៉ុន្តែផ្នែកសរសៃផ្នែកខាងមុខចាំនេះថាយើងចាក់ឆ្លាស់ឈ្លោះគ្នាទៅវិញទៅមកហ្នឹងទៅបានទៅជារំភេយបែបផ្នត់បញ្ជួញស្អាតចាអញ្ចឹងអ្នកទាំងអស់គ្នាចាក់ឲ្យបានគ្រប់មួយជុំបែបនេះគ្រប់មួយជុំរហូតដល់បេះដូងផ្នែកម្ខាងទៀតរហូតដល់ទីបញ្ចប់ ឥ
ឥឡូវនេះចាក់រូបបេះដូងយើងបានចប់ហើយប៉ុន្តែយើងថែមកូនបូមួយនៅចំកតាដើម្បីឲ្យសម្រស់កាន់តែស្រស់ស្អាតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូកុំភ្លេចជួយ Subscribe ផងបាយបាយ